ការពីវីដេអូមុនខ្ញុំបានប្រាប់ពីរបៀបដំឡើងកម្មវិធីសរសេរកូដមកដល់បន្ទាប់នេះខ្ញុំមកប្រាប់ដំឡើងកម្មវិធីមួយចំនួនទៀតដើម្បីយើងភ្ជាប់ជាមួយនឹងកូដយើងដើម្បីឲ្យវាដំណើរការ download បន្ទាប់មកយើងចូលមកក្នុងកម្មវិធីច្រូមមិនយើងមកណាចូលមកក្នុងកម្មវិធីច្រូមមិនយើងរងចាំវាបន្តិចយើងមកដល់កន្លែងនេះយើងវាយពាក្យថា YT PLP យើងវាយ YT ហើយដកមកដក PLP យើងចុចបញ្ជូនយើងរងចាំមក plate ដែលសារសេវាខ្ញុំវារៀង slow បន្តិចចាំមកដល់កន្លែងនេះខ្ញុំសូម stop វីដេអូនេះឲ្យសេវាយើងដើរស្រួលសិនបន្ទាប់ពីយើងវាយ YT ដក PLP បន្ទាប់មកយើងចូលមកខាងលើគេនេះ YT PLP/PLP ហ្នឹង download វីដេអូបន្ទាប់មកយើងចុចចូលមកបន្ទាប់ពីយើងបានចុចចូលមកក្នុង website YT PLP ហើយយើងអូសវាមកក្រោមហើយយើងអូសឲ្យដល់ក្រោមរហូតណាយើងមើលពាក្យថា YT PLP អាខាងក្រោមនេះ YT PLP រីចុច EXE អាហ្នឹងគេប្រើសម្រាប់នៅលើ Windows សម្រាប់បងដែលគាត់មានកុំព្យូទ័រគាត់យកអានេះអាខាងក្រោមនេះស្អាតតែប្រភេទកុំព្យូទ័រទាំងអស់អានេះប្រភេទ iOS ហ្នឹងវាប្រភេទពួកlaptop លេអីណាដោយសារយើងប្រើនេះយើងប្រើនៅលើទូរស័ព្ទយើងមិនមែនប្រើនៅលើកុំព្យូទ័រទេបន្ទាប់មកយើងយកខាងលើគេនេះយើងយក YT PLP បន្ទាប់មកយើងចុចចូលមកដើម្បីយើង download យកមកដល់កន្លែងនេះយើងចុចថាទាញយកមកណាបន្ទាប់ពីយើងដែលទាញយករួចរាល់ហើយខ្ញុំបញ្យល់ថា YP DLP ហ្នឹងគេយកទៅធ្វើអី YP DLP ហ្នឹងគឺយកសម្រាប់យកទៅភ្ជាប់ជាមួយនឹងកូដដើម្បី run ដើម្បីឲ្យវា download អា YT DLP ហ្នឹងវាសម្រាប់ download អីគេ download ចេញពីវីដេអូចេញពី YouTube ពី Facebook ពី Instagram ពីនៅលើ website ផ្សេងគេដែលដំណើរការជាមួយនឹង YT និង DLP ហ្នឹងឯងបើយើងអត់មានអាហ្នឹងទេយើងសរសេរកូដក៏វាអត់ដំណើរការដែរបើវាដំណើរការក៏វាអត់ download ដែរបើយើងអត់មានអា YP DLP ហ្នឹងណាបន្ទាប់ពីយើងដំឡើងរួចរាល់ហើយយើងចូលមកមើលនៅក្នុងនេះយើងមកយើងចូលមកពាក្យថា refile ចូលមកពាក្យថា file មកយើងចុចថយមកណាតែបន្ទាប់មកយើងនឹងឃើញពាក្យ YT DLP អាហ្នឹងណាយើង download បានតែប៉ុណ្្នឹងហើយចាំវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបសរសេរកូដពីរបៀបភ្ជាប់ជាមួយនឹង YP DLP ហ្នឹងវីដេអូហ្នឹងបញ្ចប់ត្រឹមតែប៉ុណ្្នឹងសិនណា